ចំណុចកត្តាកលឹះដែលនាំឲ្យការមានការទទួលស្គាល់គុណភាពអប់រំពេញសិទ្ធិបាទរយៈពេល5ឆ្នាំលើជំនាញបច្ចេកវិទ្យាព័ត៌មានបាទពីគណៈកម្មការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជានៅពេលនេះគឺទី1គឺការបច្ចុប្បន្នភាពនៃកម្មវិធីសិក្សាដែលឆ្លើយតបជាមួយនឹងគេហៅថាបដិវត្តឧស្សាហកម្ម 4.0 ដែលយើងអនុវត្តស្របតាមស្តង់ដារ OBE បាទនិងទីផ្សារការងារ Digital ផងដែរជាឧទាហរណ៍ដែលនិស្សិតយើងទទួលបានជោគជ័យទៅលើការទាំងការងារនិងការសិក្សាដូចជានិស្សិតអានសាក់លឿនដែលបានទទួលមេដាយមាសពី Net Acad បាទដែលបង្ហាញពីគុណភាពអប់រំរបស់កម្មវិធីសិក្សាដែលជាសក្ខីភាពមួយបង្ហាញទៅលើការទទួលស្គាល់ពី ACC ផងដែរហើយការទទួលស្គាល់នេះក៏បង្ហាញពីគេហៅថាការយកចិត្តទុកដាក់និងការកែលម្អជាប្រចាំបាទមិនមែនយើងធ្វើតាមតែការនឹកឃើញទេមានន័យថាមហាវិទ្យាល័យដែលប្រធានដេប៉ាតឺម៉ង់គាត់មានផែនការមានយុទ្ធសាស្ត្ររបស់គាត់ត្រឹមត្រូវក្នុងការអនុវត្តទៅលើគុណភាពអប់រំរបស់កម្មវិធីផងដែរការបរិងនិស្សិតរបស់យើងដែលអនុវត្តទៅលើការស្តង់ដារ OBE នេះមានន័យថាឆ្លើយតបជាមួយនឹងទីផ្សារការងារមានន័យថាការអនុវត្តកម្មវិធីសិក្សាហ្នឹងគឺផ្ដោតទៅលើសមត្ថភាពការងារជាក់ស្ដែងបាទរបស់និស្សិតនិងទីផ្សារដែលយើងពិនិត្យមើលថាតើការតម្រូវការទីផ្សារបច្ចុប្បន្នយើងរៀបចំកម្មវិធីសិក្សាហ្នឹងឲ្យសមស្របជាមួយនឹងទីផ្សារបច្ចុប្បន្នហើយមួយទៀតគឺយើងផ្លាស់ប្ដូរពីវិធីសាស្ត្របង្រៀនរបស់សាស្ត្រាចារ្យយើងផ្លាស់ប្ដូរពីវិធីសាស្ត្របង្រៀនរបស់សាស្ត្រាចារ្យហ្នឹងគឺយើងផ្លាស់ប្ដូរពីការសិក្សាដែលជាទម្លាប់បាទពីមុនគឺផ្ដោតទៅលើការសិក្សាបែបគេហៅថាវិធីសាស្ត្រចម្រុះមានន័យថាសាស្ត្រាចារ្យផ្អែកមើលថាតើចំណុចមេរៀននីមួយៗដែលសាស្ត្រាចារ្យបរៀនដើម្បីឲ្យនិស្សិតគាត់ចប់ទៅគាត់អាចឆ្លើយតបនឹងគេហៅថាលទ្ធផលសិក្សារបស់គាត់បានតើត្រូវការប្រើប្រាស់វិធីសាស្ត្រអ្វីអញ្ចឹងនៅក្នុងវិធីសាស្ត្រនៃការបរៀនមេរៀននីមួយៗគឺខុសៗគ្នាបាទវិធីសាស្ត្រខ្លះយើងប្រើ project based learning វិធីសាស្ត្រយើងប្រើ case study វិធីសាស្ត្រយើងប្រើការ quiz វិធីសាស្ត្រយើងប្រើប្រាស់ group discussion អញ្ចឹងមានវិធីសាស្ត្រជាច្រើនដែលត្រូវការប្រើប្រាស់សម្រាប់និស្សិតក្នុងការសិក្សាតាក់ទងជាមួយទ្រឹស្ដីតាក់ទងជាមួយនឹងការអនុវត្ត OBE នេះគឺយើងធ្វើយ៉ាងម៉េចធានារាល់គេហៅថា credit ដែលនិស្សិតបានរៀនគឺជាការវិនិយោគទៅលើជំនាញរបស់ក្រុមហ៊ុនដែលត្រូវការមានន័យថាគឺយើងផ្ដោតទៅលើលទ្ធផលសិក្សារបស់និស្សិតហ្នឹងតើត្រូវនឹងទីផ្សារការងារបច្ចុប្បន្នឬអនាគតដែរឬទេបាទការទទួលស្គាល់គុណភាពអប់រំគឺមានសារៈសំខាន់បាទពីព្រោះវាបង្ហាញពីប្រព័ន្ធអប់រំរបស់សាកលវិទ្យាល័យឬរបស់កម្មវិធីសិក្សាមួយមានគុណភាពកាលណាយើងនិយាយពីគុណភាពមានន័យថានិស្សិតយើងគាត់អាចក្រោយពីបញ្ចប់ការសិក្សាគាត់អាចទទួលបានការងារទៅតាមជំនាញបាទការងារទៅតាមជំនាញដោយមាន soft skill ត្រឹមត្រូវហើយនឹងគាត់ទទួលបានប្រាក់បៀវត្សខ្ពស់អញ្ចឹងនៅក្នុងនាមខ្ញុំបាទជាសាកលវិទ្យាតការរងទទួលបន្ទុកនៃបាតុកម្មផ្សារមូលដ្ឋាននិងកិច្ចការធានាគុណភាពអប់រំនេះយើងមានផែនការយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការរៀបចំប្រព័ន្ធអប់រំនឹងការបន្តបណ្ដាលនិស្សិតរបស់យើងធ្វើម៉េចឲ្យស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលដែលមានក្រសួងអប់រំយុវជននិងកីឡាជាសេនាធិការក្នុងការពិនិត្យមើលនិងតាមដានថាសាកលវិទ្យាល័យយើងអនុវត្តការបន្តបណ្ដាលតាមបែបដោយម្ដេចឲ្យត្រឹមត្រូវដែរឬទេហើយក្នុងការបន្តបណ្ដាលដើម្បីទទួលស្គាល់គុណភាពអប់រំទៅលើសាកលវិទ្យាល័យទាំងមូលគឺសាកលវិទ្យាល័យត្រូវបំពេញសញ្ញកដែលមានស្តង់ដារចំនួន9បាទដែលខាង ACC
គាត់តម្រូវបាទដើម្បីយើងទទួលបាននៅការទទួលស្គាល់ហើយការវាយតម្លៃនោះគឺយើងវាយតម្លៃគ្រប់ចំណុចទាំងអស់ដែលស្ថិតនៅក្រោមសាកលវិទ្យាល័យបណ្ដុះបណ្ដាលទាំងអស់បាទចំណែកកម្មវិធីសិក្សាការទទួលស្គាល់កម្រិតកម្មវិធីសិក្សានោះគឺយើងរៀបចំវាយតម្លៃទៅលើកម្មវិធីតែកម្មវិធីកម្រិតថ្នាក់បញ្ញាបត្របាទជំនាញណាមួយប៉ុណ្ណោះហើយជាលក្ខណៈមួយដែលបង្ហាញថាកម្មវិធីសិក្សានោះវាមានស្តង់ដារត្រឹមត្រូវដែលមានការទទួលស្គាល់បានបាទអញ្ចឹងជាអាចសាកលវិទ្យាល័យយើងបានព្យាយាមបាទឬក៏ហៅថាប្រើប្រាស់មធ្យោបាយផែនការយុទ្ធសាស្ត្រដែលមានការរៀបចំមានផែនការត្រឹមត្រូវទៅសាកលវិទ្យាល័យយើងបានទទួលស្គាល់បាទទាំងកម្រិតសាកលវិទ្យាល័យនិងកម្រិតកម្មវិធីបាទជាបាទសក្ខីភាពដែលសាកលវិទ្យាល័យយើងបានបង្ហាញនោះគឺការទទួលស្គាល់កម្រិតសាកលវិទ្យាល័យពីគណៈកម្មការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជារយៈពេល5ឆ្នាំផងដែរគឺ2023 2027បាទនេះគឺការទទួលស្គាល់កម្រិតសាកលវិទ្យាល័យហើយថ្មីនេះក៏មហាវិទ្យាល័យបានរៀបចំកម្មវិធីបាទដែលយើងបានព្យាយាមអនុវត្តឲ្យស្របតាមគេហៅថាការវាយតម្លៃកម្រិតកម្មវិធីសិក្សាផងដែរដែលមានការទទួលស្គាល់ពេញសិទ្ធិរយៈពេល5ឆ្នាំដែរគឺ2025ដល់2029ផងដែរទៅលើជំនាញបច្ចេកវិទ្យាព័ត៌មានបាទអញ្ចឹងមានន័យថាជំនាញនេះត្រូវបានទទួលស្គាល់ហើយមានលក្ខណៈគេហៅថាស្តង់ដារដែលយើងអាចរៀបចំការទទួលស្គាល់នេះផងដែរហើយក៏ជាទំនុកចិត្តមួយដល់មេដាបៃតាសិស្សដែលមានបំណងឲ្យនិស្សិតសិក្សាជំនាញបច្ចេកវិទ្យាព័ត៌មាននេះនៅសាកលវិទ្យាល័យផងដែរបាទការទទួលស្គាល់កម្រិតកម្មវិធីនេះគឺជាមោទនភាពមួយជាក់លាក់នៃ Department ដែលបញ្ជាក់ថាការបណ្ដុះបណ្ដាលរបស់យើងមានស្តង់ដារបាទទូទៅដូចទៅនឹងបណ្ដាប្រទេសក្នុងតំបន់អាស៊ានផងដែរបាទសម្រាប់សាកលវិទ្យាល័យអាស៊ីអឺរ៉ុបបានត្រៀមលក្ខណៈទាំងហេដ្ឋារចនាសម្ព័ន្ធបាទដែលមានទាំងចំណតទាំងអគារបាទទាំងបន្ទប់រៀនទាំង lab បាទសាកលវិទ្យាល័យបានរៀបចំបំពាក់នៅសម្ភារៈបាទទំនើបបញ្ចូលបន្ថែមសម្រាប់ត្រៀមទទួលនិស្សិតថ្មីផងដែរហើយក្នុងនោះសាកលវិទ្យាល័យក៏បានរៀបចំនៅជំនាញថ្មីបាទដែលមានតម្រូវការទីផ្សារជាក់ស្ដែងបច្ចុប្បន្នបាទដូចជាតាក់ទងជាមួយនឹងគេហៅថា Cyber Security តាក់ទង Multimedia បាទតាក់ទងជាមួយនឹង Poda បាទលក្ខណៈដែលយើងបានរៀបចំទទួលស្គាល់ផងដែរពីក្រសួងអប់រំយុវជននិងកីឡាផងដែរហើយក៏ត្រៀមបាទទទួលនិស្សិតថ្មីរបស់យើងសម្រាប់ឆ្នាំសិក្សា2026 2027នេះផងដែរបាទហើយក៏សូមឲ្យមេដាបៃតាសិស្សទាំងអស់ដែលជ្រើសរើសសាកលវិទ្យាល័យអាស៊ីអឺរ៉ុបក្នុងការបណ្ដុះបណ្ដាលជូនបុត្រធីតាបាទរបស់មេដាបៃតាទាំងអស់ទុកចិត្តបាទលើសាកលវិទ្យាល័យព្រោះសាកលវិទ្យាល័យមានផែនការមានយុទ្ធសាស្ត្រត្រឹមត្រូវបាទដើម្បីបណ្ដុះបណ្ដាលបងប្អូននិស្សិតរបស់យើងឲ្យក្លាយទៅជាធនគេហៅថាមូលធនមនុស្សបាទដែលជាតម្រូវការរបស់សង្គមជាតិរបស់យើងជាបច្ចុប្បន្ននិងអនាគតដើម្បីឲ្យស្របទៅតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលផងដែរបាទសូមអរគុណ